XDL ខ្លាញ់ល្អ LDL ខ្លាញ់អាក្រក់ឃើញបងប្អូនទាំងអស់គ្នាខមមិនថាអ្នកគ្រូនិយាយញាប់ពេកច្រឡំហើយអរគុណច្រើនមែនតើសម្រាប់ការចូលរួមបងប្អូនទាំងអស់គ្នាខ្ញុំនិយាយច្រឡំមែននៅក្នុងវីដេអូមុនណាតែខ្ញុំអត់បានបញ្យល់អីច្រើនទេអញ្ចឹងចង់បញ្ជាក់ថានៅក្នុងប្រព័ន្ធសរសៃឈាមបើគេនិយាយពីខ្លាញ់វាមាន XDL LDL អញ្ចឹងតាក់ទងជាមួយ XDL ហ្នឹងគឺខ្លាញ់ល្អដែលវាមានមុខងារការពាររិះនៃជំងឺផ្សេងដូចជាជំងឺបេះដូងដូចជាស្ទះសរសៃឈាមស្លាប់មកឈាមខ្លួនអញ្ចឹងណាហើយមួយទៀតហ្នឹងគឺ LDL ហ្នឹងគឺខ្លាញ់អាក្រក់ហើយខ្លាញ់អាក្រក់ហ្នឹងវាងាយប្រឈមមុខជាមួយនឹងជំងឺ heart attack បានន័យថាតាក់ទងមួយសរសៃឈាមបេះដូងជំងឺបេះដូងក៏ដូចជាជំងឺស្លាប់មកឈាមខ្លួនឬក៏ពិការមកចំហៀងខ្លួនអញ្ចឹងទៅអញ្ចឹងដូចដែលបងប្អូនគាត់ចូលរួមមួយខ្ញុំអញ្ចឹងគឺខ្លាញ់វាមានខ្លាញ់ល្អវាមានតួនាទីការពារខ្លាញ់មិនល្អកាលណាវាលើសគឺវាមានតួនាទីឲ្យយើងនឹងប្រឈមមុខនឹងជំងឺទាំងអស់ដូចខ្ញុំរៀបរាប់ខាងលើអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រវីដេអូរបស់អ្នកគ្រូសៃប៉ៅខ្ញុំមិននិយាយស៊ីជម្រៅទៅលើ technical អីទេគឺខ្ញុំមកនិយាយអំពីបទពិសោធន៍ក៏ដូចជាសំណួរបងប្អូនផ្សេងដែលតាក់ទងជាមួយនឹងចំណីអាហារការញ៉ាំរបៀបណាអីរបៀបណាអញ្ចឹងខ្ញុំចេះតែចូលមកបញ្យល់បងប្អូនបន្ថែមដើម្បីក្រោយរំលឹកថាចង់ញ៉ាំដឹកសម្ដីអ្នកគ្រូសៃប៉ៅដូចជាអត់ចង់ញ៉ាំវិញអញ្ចឹងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាចា